ឪពុកមាចិត្តតែព្រៃតើមានឪពុកមាប្រមាណអ្នកទៀតដែលដូចក្នុងរឿងប្អូនស្រីតោះប្រិយមិត្តសូមជួយខមមិនហើយនឹងចុច Subscribe ឲ្យ admin ផង admin នឹងនិទានរឿងនេះឲ្យបងប្អូនស្ដាប់ទាំងអស់គ្នារឿងនេះជារឿងពិតមួយរបស់ប្អូនស្រីនៅក្នុងខេត្តពោធិ៍សាត់ប្អូនស្រីរៀបរាប់ទាំងទឹកភ្នែកប្រាប់ admin ថាឪពុកមារបស់ខ្លួននឹងដំបងឡាយល្អណាស់តែចុងក្រោយខ្លាយទៅជាមនុស្សអប្រិយជាមនុស្សដែលគួរឲ្យខ្លាចបំផុតនៅក្នុងលោកតើគាត់ធ្វើអ្វីខ្លះទៅលើប្អូនស្រីបានធ្វើឲ្យប្អូនស្រីមានវិបដិសារីនិងខ្លាចរអាលើឪពុកមារបស់ខ្លួនយ៉ាងនេះដើមឡើយប្អូនស្រីមានឪពុកមាជាអ្នកធ្វើការនៅក្នុងទីរួមខេត្តពោធិ៍សាត់ហើយប្អូនស្រីជានិស្សិតដែលនៅទីជនបទផ្លាស់មករស់នៅទីក្រុងដើម្បីជិតសាលាដើម្បីងាយស្រួលក្នុងការសិក្សាដោយបានពឹងពាក់ពីឪពុករបស់ខ្លួនទៅលើឪពុកមាហ្នឹងឲ្យខ្លួនមកស្នាក់នៅអាស្រ័យរៀនសូត្រជាមួយដោយវ័យខ្លួននៅក្នុងឆ្នាំនេះគឺ21ឆ្នាំដែលជាវ័យមួយពេញស្អាតហើយប្អូនស្រីបញ្ជាក់ថារូបសម្រស់ប្អូនស្រីក៏សមរម្យមានសម្បុរសហើយខ្ពស់ស្រឡះហើយឪពុកមារបស់ខ្លួនហ្នឹងគឺមានអាយុ50ឆ្នាំទៅហើយតាមឡើយគឺខ្លួនមិននៅបានក្នុងរយៈពេល1ខែដោយខ្លួនមិនបានចាប់អារម្មណ៍ទេក៏ប៉ុន្តែឪពុកមារបស់ខ្លួនហ្នឹងតែងតែសលឹងមើលខ្លួនរហូតដោយមិនដាក់កន្ទុយភ្នែកហើយតែងតែរកពេលវេលាហ្នឹងដើម្បីនៅចិត្តខ្លួនតែដោយសារខ្លួនគឺជាក្មួយហើយជាសាច់ញាតិហ្នឹងខ្លួនអត់បានចាប់អារម្មណ៍ថាឪពុកមាមានចិត្តអីមកលើខ្លួនទេដូច្នេះហើយធ្វើឲ្យរឿងហ្នឹងវាคล้ายទៅជាឱកាសហើយคล้ายទៅជាចំណៃរបស់ឪពុកមាចិត្តអបិយហ្នឹងទៅនៅថ្ងៃមួយហ្នឹងដោយសារតែជាមីងរបស់ក្មួយហ្នឹងគឺមានធុរៈចុះទៅក្នុងខេត្តបាត់ដំបងកឋិនទានជាមួយនឹងកូនទៅទាំងអស់គ្នានៅសល់តែគាត់ហើយនឹងក្មួយស្រីហើយចៃដន្យថ្ងៃហ្នឹងគឺជាថ្ងៃសម្រាកពីការសិក្សាទៀតចឹងហើយជាថ្ងៃមួយដែលបងអូនស្រីថាវាជាថ្ងៃមួយវិបដិសារីហើយដូចជាថ្ងៃនរករបស់ខ្លួនអញ្ចឹងប្រហែលជាម៉ោង2រសៀលបន្ទាប់ពីឪពុកមាក៏ទៅញ៉ាំប៊ីយ៉ានៅខាងក្រៅដែលបងអូនស្រីអត់បានបញ្ជាក់ថាតើជាការញ៉ាំជាមួយកម្មវិធីអ្វីទេគ្រាន់តែថាញ៉ាំប៊ីយ៉ារៀងស្រវឹងធំស្រាអញ្ចឹងបងអូនស្រីកំពុងតែគេងនៅក្នុងបន្ទប់ហើយក៏បានឮសលេងឡានចូលមកដល់អញ្ចឹងបងអូនស្រីក៏ទៅបើកទ្វារអីធម្មតាអញ្ចឹងណាក៏ប៉ុន្តែគាត់តែបងអូនស្រីចូលទៅក្នុងបន្ទប់វិញហើយប្រហែលជាកន្លះម៉ោងក្រោយមកឪពុកមានក៏មកគូសទ្វារហើយដោយខ្លួនអត់បានចាប់អារម្មណ៍ទេហើយខ្លួនគិតថាឪពុកមានធុរៈអីជាមួយខ្លួនអញ្ចឹងក៏បើកទ្វារបន្ទាប់ពីបើកទ្វារហើយឪពុកមាក៏រុញទ្វារយ៉ាងខ្លាំងចូលទៅក្នុងបន្ទប់របស់នាងហើយក៏បានទាញទ្វារបិទក្រឹបអញ្ចឹងនៅពេលនោះហើយដែលធ្វើឲ្យខ្លួនភ័យថាតើមាមកធ្វើអីឪពុកមាហៅថាមាអញ្ចឹងណាមាមកបិទចូលធ្វើអីអញ្ចឹងបានគាត់អត់និយាយច្រើនទេគាត់ថាគាត់ស្រឡាញ់ក្មួយហើយចាប់អោបក្រឹបពេលនោះហើយធ្វើឲ្យនាងភ័យញ័រអស់ទ្រូងអស់ប្រាណហើយនិយាយឲ្យមែនតែនទៅដោយសារពេលហ្នឹងគឺនាងអត់បានត្រៀមសម្លៀកបំពាក់ដែលជាលក្ខណៈការពារស្លៀកខោកបោយអីទេគឺនាងស្លៀកបំពាក់កេងពេលថ្ងៃលេងលហើយអញ្ចឹងណាអញ្ចឹងហើយជាឱកាសល្អសម្រាប់មារៀបរាប់ថាគឺល្ងិតឈឹងហើយក្នុងខ្លួនគឺលោតក្តុកក្តាក់ភ័យអស់ហើយពុកមាក៏បខំនាងរហូតតតែចាប់រំលោភនាងបានសម្រេចហើយនាងខំអង្វរផងសុភ័ក្រផងក៏អត់ព្រមពុកមារំលោភហើយនៅពេលដែលរំលោភហ្នឹងគឺក្នុងមួយល្ងាចរហូតទៅដល់ម៉ោង10យប់ហ្នឹងគឺអត់ចេញទៅណាទេគឺឪពុកមាខាត់ខ្លួនទុកនៅហ្នឹងហើយបើនិយាយឲ្យអស់ទៅគឺរំលោភប្រហែលជា4ដងដោយសារតែនាងក្មេងហើយឪពុកមារៀងចាស់រឿងនេះហើយដែលធ្វើឲ្យនាងចាត់ទុកថាឪពុកមានាងគឺជាមនុស្សអប្រិយមនុស្សកំណាចគួរឲ្យខ្លាចនៅក្នុងលោកធ្វើឲ្យនាងបាក់ស្បានមានវិបដិសារី